អូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីកម្មវិធីមួយនិយាយរួមទៅកម្មវិធីនេះខ្ញុំធ្វើខុសពីគេ edit តាម play ទេអ្នកទាំងអស់គ្នាតែ30វិនាទីឃើញជារូបរាងតែម្ដងហើយឃើញស្អាតតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីបានកម្មវិធីហ្នឹងអ្នកទាំងអស់គ្នាចូល Play Store មកហើយអ្នកទាំងអស់គ្នាវាយពាក្យថា L I G H T O O M អ្នកទាំងអស់គ្នាចុចពាក្យបែបហ្នឹងមក search រកមកអ្នកនរគ្នាអូខេអញ្ចឹងវានឹងចេញជាទម្រង់បែបនេះដោយសារតែខ្ញុំបាន download វាហើយអញ្ចឹងអ្នកនរគ្នាចុចពាក្យថាបើកមកឬមួយក៏ open បន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថា continue នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញអារូបភាពហ្នឹងវាមានសញ្ញាបូកអញ្ចឹងអ្នកនរគ្នាចុចលើនឹងមកហើយវាចាំតិចអ្នកនរគ្នាវានឹងចេញជារូបនេះឲ្យយើងដើម្បីយើងជ្រើសរើសរូបអ្នកទាំងអស់គ្នាអញ្ចឹងយើងរើសរូបមួយណាក៏បានដែរយើងចុចពី add វាមកអញ្ចឹងវានឹង load នៅផ្ទាំងបែបនេះអញ្ចឹងដើម្បីយើង edit វា auto ឬមួយក៏តែ30វិនាទីបានអញ្ចឹងយើងចុចអាកន្លែងទៀតនេះអ្នកនរគ្នារូបផែនដីអ្នកទាំងអស់គ្នាយើងចុចរូបផែនដីមកបន្ទាប់មកវានឹងចេញផ្ទាំងបែបនេះរបៀបថាគេ edit ហើយអ្នកនរគ្នាគេ edit ចេញជារូបរាងស្អាតអស់ហើយអញ្ចឹងយើងគ្រាន់តែយកពីរបស់គេមកចឹងអ្នកនរគ្នាចុចលើរូបនេះមកអ្នកនរគ្នាខ្ញុំឃើញរូបនេះមួយឃើញមើលទៅឃើញស្អាតចឹងអ្នកនរគ្នាចុចលើរូបហ្នឹងមកហ្នឹងហើយអ្នកនរគ្នាអញ្ចឹងវានឹងចេញជាទម្រង់បែបនេះអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាក្រឡេកមើលខាងលើអ្នកនរគ្នាមានសញ្ញាត្រេ3អ្នកនរគ្នាសញ្ញានៅខាងលើមានសញ្ញាត្រេ3អញ្ចឹងអ្នកនរគ្នាចុចចំនឹងមកអ្នកនរគ្នាហ្នឹងហើយអញ្ចឹងវានឹងចេញជាទម្រង់បែបនេះអ្នកនរគ្នាយកខាងលើគេអ្នកនរគ្នាអូខេអ្នកនរគ្នាចុចតាមនោះមកហើយបន្ទាប់មកទៀតយើងចុចកន្លែងត្រេ3ដដែលអ្នកនរគ្នាយើងចុចកន្លែងត្រេ3វានឹង load ជាទម្រង់បែបនេះអញ្ចឹងអ្នកទាំងអស់គ្នាចុចពាក្យថា copy setting ពាក្យថា copy setting មកហើយយើងចុចគ្រីសនៅខាងលើអ្នកទាំងអស់គ្នាអូខេអញ្ចឹងអ្នកទាំងអស់គ្នាចេញជាទម្រង់បែបនេះហើយអ្នកទាំងអស់គ្នាចុចសញ្ញាព្រួយមកខាងក្រោយវិញអ្នកទាំងអស់គ្នាហ្នឹងហើយបន្ទាប់មកយើងចូលទំព័រដើមរបស់យើងវិញទៀនខាងនេះអ្នកទាំងអស់គ្នាយើងចុចខាងហ្នឹងមកអញ្ចឹងយើងជ្រើសរើសរូបដែលយើងបានយកមកមិញអ្នកទាំងអស់គ្នាអញ្ចឹងរូបខ្ញុំគឺរូបនៅខាងលើនេះឯងអញ្ចឹងខ្ញុំចុចលើវាអូខេអញ្ចឹងចុចលើវានឹងអានេះជារូបដែលអត់ទាន់ edit ទេអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែងត្រេ3ដដែលហើយបន្ទាប់មកអ្នកទាំងអស់គ្នារកពាក្យថា path setting អញ្ចឹងមិនយើង copy ឥឡូវយើងផាំងម្ដងអញ្ចឹង setting ដែលគេ edit ហ្នឹងគឺវាចូលក្នុងរបស់យើងហើយវាចាប់តាម edit ហើយអ្នកទាំងអស់គ្នាឃើញអត់អ្នកទាំងអស់គ្នាគឺជាទម្រង់ដូចរបស់គេបាញ់មិញអញ្ចឹងហើយ edit ស្អាតតែម្ដងស្តង់ដារតែម្ដងអ្នកទាំងអស់គ្នាតាមគេតែម្ដងអញ្ចឹងកម្មវិធីហ្នឹងគឺងាយស្រួលទេបើសម្រាប់អ្នកដែលមិនទាន់សូវចេះហើយរបៀប SEO អ្នកនរគ្នាចុចខាងលើនេះមកអូខេហើយបន្ទាប់មកអ្នកនរគ្នាចុចនៅខាងក្រោមគេបង្អស់ចុចខាងក្រោមគេបង្អស់នេះមកហ្នឹងហើយយើងរកសញ្ញាគ្រីសខាងលើអ្នកនរគ្នាយើងចុចសញ្ញាគ្រីសមកវានឹង SEO រូបភាពនឹងឲ្យយើងហើយអូខេចាំតិចអ្នកនរគ្នាវាកំពុង SEO ហ្នឹងហើយអូខេអញ្ចឹងវាពេញហើយអ្នកនរគ្នាយើងចុចពាក្យថាអូខេនេះមកអញ្ចឹងដើម្បីយើងមើលរូបនឹងថា SEO បានឬនៅឬយើងចូលទៅកន្លែងរូបភាពរបស់យើងអ្នកនរគ្នាកម្មវិធីរូបភាពរបស់យើងហ្នឹងហើយឥឡូវខ្ញុំចុចចូលវានេះអ្នកនរគ្នាគឺជារូបភាពដែលយើងបាន SEO មិញអ្នកនរគ្នាចុចលើវាមកឃើញអត់អ្នកនរគ្នាគឺរូបមិញដែលយើងបាន SEO អញ្ចឹងគឺងាយស្រួលមែនទែនសម្រាប់កម្មវិធីមួយនេះហើយកម្មវិធីមួយនេះគឺប្រើលើទូរស័ព្ទដៃយើងធម្មតាទេអ្នកនរគ្នាមិនបាច់ចាំកុំព្យូទ័រក៏បានដែរហើយលឿនមែនទែនអ្នកនរគ្នាគឺតែមួយផ្លែទេអញ្ចឹងមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអរគុណសម្រាប់ការមើលហើយកុំភ្លេចជួយចុច Subscribe ខ្ញុំអ្នកមួយផងណាដើម្បីទទួលបានវីដេអូថ្មីខ្ញុំនឹងបង្រៀនវីដេអូណាដែលមានអត្ថប្រយោជន៍ជាងនឹងទៀតអរគុណសម្រាប់ការមើលអ្នកនរគ្នាបាយបាយ